ពិតជាមានក្តីសប្បាយរីករាយដែលបានមកជួបពុកម៉ែបងប្អូននៅទីនេះពុកម៉ែបងប្អូនពិតបានជ្រាបស្រាប់ហើយចាប់តាំងពីថ្ងៃទី28ខែឧសភាមកដែលមានការឈ្លានពានពីសត្រូវឈ្លានពានទឹកដីរបស់យើងទៅតែបានសុខសន្តិភាពជាង27ឆ្នាំនេះយើងទាំងអស់គ្នានៅទីនេះចាំហើយ2008រហូតដល់2011 3ឆ្នាំដែលយើងមានសង្គ្រាមជាមួយនឹងប្រទេសថៃបន្ទាត់ព្រំដែននេះឲ្យបង្កើនការយកចិត្តទុកដាក់ជំរុញប្រជាពលរដ្ឋដែលនៅពីនឹងសមរភូមិមុខឲ្យបង្កើនទីទួលសុវត្ថិភាពជាពលរដ្ឋជាគ្រួសាររបស់ម្នាក់តាមតមកជួមុខរួមគ្នាសាមគ្គីជាជួងមួយដើម្បីបង្ហាញពីគ្រឿងការពារជាតិដ៏រឹងមាំរបស់ប្រជាជនកម្ពុជារបស់យើងកូនប្រុសណាយស្ងួនគ្នាចា